đấy đó này đó clip mà sẽ cùng một kênh video thầm mấy bà thứนี้យើងមកសិក្សាអំពី sequence ម្ដងបាទអញ្ចឹងក្នុង sequence នេះគឺគេឲ្យយើងរកតង់ចុងបាទហើយនឹងបាទចរន្ត EX រត់កាត់ដោយ sequence នេះអញ្ចឹងយើងមកមើលដំណោះស្រាយដល់គ្នាតើគេដោះស្រាយដោយរបៀបណាបាទអញ្ចឹងយើងជាដំបូងយើងត្រូវកំណត់វងបាទទិសដៅចរន្តសិនបាទវងហើយនឹងទិសដៅចរន្តអញ្ចឹងទិសដៅចរន្តខ្ញុំសន្មតថាវាចេញអំពី supply 10V នេះបាទពីប្រភព 10V នេះបាទអញ្ចឹងខ្ញុំតាំងអានេះដោយបាទចរន្តមួយគឺយើងតាំងថា E ចុះបាទអញ្ចឹងមកដល់នេះវាបែកចេញជា EX ឬក៏បែកចេញជា E មួយទៀតចុះបាទអញ្ចឹងយើងគូសវងបាទក្នុងលំបាទក្នុង sequence នេះយើងមានវង2បាទវង2បាទវងទី1ហើយនិងវងទី2បាទអញ្ចឹងចំពោះ loop ទី1ឬក៏វងទី1យើងអាចសរសេរវាថាតាម KVL បាទចាកន្លែងនេះខ្ញុំសូមដាក់តាម KVL សិនបាទ KVL បាទ KVL ហ្នឹងគឺតាមច្បាប់គាតឆុះបាទ Protect Law បាទអញ្ចឹងខ្ញុំសូមកណនីទៅលើ loop ទី1បាទ loop ទី1បាទទី1គឺយើងដើរចូលមកគឺបានដក 10V បាទហ្នឹងយើងរកតង់ចុងបាទយើងរកតង់ចុងសិនដក 10V មកដល់នេះបូកវ៉េណាបូកវ៉េណាហើយមកដល់ទីនេះវាចូលមកចូលបូកមកចូលបូកយើងបូកឲ្យបូកឲ្យ 4V បាទ 4V អញ្ចឹងវាស្មើ0អញ្ចឹងយើងអាចទីរកវ៉េមែនទេដល់10បូក4វាសល់វ៉េបាទដកឲ្យ6បាទដកឲ្យ6អញ្ចឹងយើងស្មើ0អញ្ចឹងយើងអាចទាញរក y មែនណាបាទ y ស្មើជាមួយនឹង6V បាទឥឡូវយើងរក y ឃើញហើយអញ្ចឹងយើងនៅចរន្ត EX មកយើងនៅចរន្ត EX មួយទៀតចរន្ត EX យើងប្រើតាមloop ទី2មកបាទ loop ទី2បាទ loop 2វាដើរមកគឺចូលដក 4V បាទដក 4V វាសេ4មកហើយវាដើរមកនេះវាផ្ទុយពីទិសដៅចរន្តបាទស្របទិសដៅចរន្តប៉ុន្តែយើងគិតទៅលើតាំងចុងយើងមិនបូក6បាទ16V បាទមកដល់នេះពីដើមមកដល់នេះវាចូលបូកបាទចូលបូកនេះអញ្ចឹងយើងបូកឲ្យ3EX បាទ 3EX អញ្ចឹងវាស្មើ0ករណីនេះយើងអាចទាញរក EX មែនទេអញ្ចឹងអានេះនៅសល់បាទ12បាទ12បូកឲ្យ3EX អញ្ចឹងវាស្មើមែនស្មើ0ហ្នឹងបាទហើយយើងអាចទាញរក EX មែនដោយបោះ12ទៅខាងនេះមកបាទ 3EX គឺស្មើជាមួយនឹងបាទដកឲ្យ12នេះយើងអាចទាញរក EX មែនគឺស្មើជាមួយនឹងដក4អំពែចឹងដក4អំពែហ្នឹងបានន័យថាវាទិសដៅផ្ទុយបាទអញ្ចឹង EX ហ្នឹងវាត្រូវអាចរត់ចូលបាទចេះវិញបាទបើអញ្ចឹងយើងរកឃើញ EX ហើយអញ្ចឹងលំហាត់យើងចប់ប៉ុណ្ណឹងបាទសូមអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានបាទជួបគ្នានៅវីដេអូបន្តទៀត